រុនសួស្ដីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺយើងមកមើលថ្ងៃរះនៅខាងជ្រាវវិញម្ដងបងប្អូនបាទដោយសារថ្ងៃរះថ្ងៃលិចនៅខាងប្រាសាទគឺយើងធ្លាប់បានឃើញច្រើនហើយបងប្អូនបាទឥឡូវយើងមកមើលថ្ងៃរះនៅខាងទន្លេវិញម្ដងបងប្អូនបាទឥឡូវនេះបងប្អូនគឺបងខ្ទង់5បងប្អូនបាទ5ព្រឹកហ្នឹងបាទយើងដាក់ទឹកដាក់អីយើងមកអង្គុយញ៉ាំអង្គុយមើលអញ្ចឹងមើលបងប្អូនតាមថ្ងៃផ្ទន់រះទេប៉ុន្តែគឺផ្ទៃមេឃគឺថាពពកក្រាស់បងប្អូនហើយពណ៌គឺខៀវម្ដងខ្លាចជាមួយនឹងផ្ទៃទឹកមកហើយលេខជាមួយនឹងពណ៌មាសពណ៌លឿងផ្ទៃមេឃយើងលេខនឹងពណ៌មាសពណ៌លឿងគឺថាគឺភាពគឺស្អាតមួយកម្រិតទៀងពួនហើយលេខជាមួយនឹងក្អែកមុនក្អែកច្រើនមែនទែនខ្ញុំទៅឃើញក្អែកច្រើនមែនទែនតាមផ្លូវខ្ញុំឆ្ងល់ដែរមិនគេវាមកនឹងសារតែប្រហែលជា100ចំណៃមួយបាទហើយយើងគួយខ្យល់បោកមកគឺថាជាស្រួលតែម្ដងបងបាទហើយគឺលឺសំឡេងទឹករលកមកដូចបងប្អូននៅតាមពេលទៅកន្លែងនេះមានទឹកច្រើនរលកទឹកគឺថាសំឡេងមកគឺព្រោះតែម្ដងបងបាទហើយមើលទាំងភាពថ្ងៃនេះយើងគឺថាអូស្អាតមែនទេហើយលេឡំជាមួយនឹងសំឡេងកណូតបងប្អូនយើងខាងនេសាទក៏មកពីខាងនេសាទនេះបងបាទគឺទៅនេសាទទៅពេលទន្លេទៅពេលព្រឹកឡើងគាត់មកដល់កន្លែងគាត់ហើយបានត្រីហើយបងប្អូនបាទពីយ៉ាងគឺត្រីទន្លេតែម្ដងតែថ្ងៃនេះឃើញគាត់មកវិញឃើញអត់សូវបានច្រើនប្រហែលទេបាទឃើញមានត្រីផ្ទក់ត្រីអីហ្នឹងបងប្អូនមានត្រីក្រាញ់ត្រីកំភ្លៀងបាទហើយត្រីចដបាទត្រីចដនឹងធំបងប្អូនបាទមានបងប្អូនយើងក៏មកទិញដល់កន្លែងតែម្ដងបងប្អូនបាទមិនចាំបាច់ទៅលក់ដល់ផ្សារទេបាទឥឡូវថ្ងៃយើងចាប់ដើមរះសន្សំហើយបាទឥឡូវនេះគឺដោយសារពពកច្រើនថ្ងៃនេះដូចចាស់ហើយវាពេលខ្លះរះមកហើយតែវាបាំងពពកបងប្អូនបាទដូចចាស់គឺមើលអត់សូវឃើញច្បាស់ល្អទេបាទតែវានៅតែឃើញស្អាតមួយយ៉ាងបងប្អូនបាទដោយសារតែវាលីឡំជាមួយនឹងពណ៌មាសពណ៌បែកទឹកក្រូចទឹកអីចឹងទៅគឺស្អាតហើយផ្លាតជាមួយនឹងផ្ទៃយើងមើលទៅគឺស្រស់ស្អាតមួយយ៉ាងបាទឥឡូវនេះគឺវារៀងផុតពីពពកហើយគឺមើលទៅគឺថាស្អាតមែនទេបងប្អូនបាទចាំជាមួយទឹកជើងមកគឺថាពណ៌មាសពណ៌ទឹកក្រូចបែកលឿងមិនមុនគឺថាស្អាតមែនទេបាទថ្ងៃនេះគឺយើងមកតែម្នាក់ឯងទេបងប្អូនបាទដោយសារតែយើង solo live បងប្អូនបាទដូច្នេះហើយត្រង់នេះបងប្អូនបាទកន្លែងនេះគឺគេហាមទៅសម្រាប់បងប្អូនទេសម្រាប់គឺច្រើនមែនទេដូច្នេះហើយស្នូពរបងប្អូនទៅលេងយកសម្រាប់មកវិញផងបងប្អូនឬក៏យកទៅដាក់នៅកន្លែងដែលមានទីតាំងដាក់ច្បាស់លាស់បងប្អូនមកុំឲ្យចោលពេញវាអញ្ចឹងវាប៉ះពាល់បរិស្ថានយើងបងប្អូនបាទហើយនេះគឺផ្លូវបាទគឺឃើញមានលពូមីមួយគិតរត់ហាត់ប្រានច្រើនក្រាន់ដែរបងប្អូនបាទដោយសារតែនៅនឹងគឺស្រស់ស្រាយមែនទេបងប្អូនបាទហាត់ប្រានផងអាចមើលទេសភាពថ្ងៃរះផងគឺថាអេមែនទេបាទថ្ងៃណាមួយក៏ខ្ញុំទៅហាត់ប្រានទីនឹងដែរបើមានដៃគួយកាន់តែអេមទេបងប្អូនបាទហើយដល់នេះគឺមានទូបងប្អូនយើងក៏មកពីនេសាទបន្តទៅគ្នាបងប្អូនបាទហើយថ្ងៃយើងកាន់តែខ្ពស់បន្តិចម្ដងពីម្ដងបងប្អូនបាទតែដូចខ្ញុំនិយាយអញ្ចឹងគឺតែពពកយើងវាច្រើនពេកអញ្ចឹងទៅវាបាំងថ្ងៃមើលអត់សូវឃើញច្បាស់ល្អប្រហែលទេបាទដោយសារតែថ្ងៃរះមកគឺបាំងពពកអស់លេងតែវាឃើញអត់ច្បាស់បាទដូចនេះហើយតែវាយ៉ាងណាមិនក៏នៅតែស្អាតបាទតែមួយសំទុះក្រមកគឺថាបាត់ឈឹងតែម្ដងបងសៅពកកាន់តែក្រាស់ខ្មុកទៅគឺបាត់អត់ឃើញមានថ្ងៃទេម្ដងបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណចំពោះបងប្អូនទាំងអស់គ្នាប្រកបទស្សនាជម្រាបលាបាយបាយ